បុរសម្នាក់បានស្ម័គ្រចិត្តទៅជាប់នៅលើកោះដាច់ស្រយាលមួយមូលហេតុគឺដោយសារតែពេលរៀបការជាមួយមិត្តស្រីនាងមិនបានប្រាប់គាត់ថានាងមានភ្ជាប់មកជាមួយនៅថ្លៃបណ្ណាការ10,000ដើម្បីបញ្ជាក់ថាខ្លួនមិនមែនជាអ្នកតង់ទាមគេដៃត្រាំងបានស្ម័គ្រចិត្តទៅជាប់នៅលើកោះដាច់ស្រយាលមួយក្នុងតំបន់ត្រូពិកនៃមហាសមុទ្រប៉ាស៊ីហ្វិកដោយព្យាយាមធ្វើឲ្យមិត្តស្រីដឹងកំហុសនិងស្ដាយក្រោយគ្រាន់តែថ្ងៃដំបូងដែលឈានជើងជាន់កោះដាច់ស្រយាលនេះដៃត្រាំងបានគិតរួចរាល់នៅផែនការរស់រានមានជីវិតលើកនេះបច្ចុប្បន្នអាកាសធាតុនៅលើកោះគឺក្តៅខ្លាំងណាស់ដូច្នេះគាត់មានគម្រោងថានៅពេលយប់នឹងចេញទៅសមុទ្រដើម្បីរកអាហារព្រមទាំងស្វែងរកទីតាំងស័ក្តិសមដើម្បីសង់ជំរកខណៈពេលដែលកំពុងស្វែងយល់ដៃត្រាំងបានឃើញក្តាមមួយក្បាលនៅលើថ្មពណ៌ព្រះទឹកតែនេះបង្ហាញថាធនធាននៅលើកោះដាច់ស្រយាលនេះគឺសម្បូរបែបណាស់គាត់បានដេញក្តាមនោះចូលទៅក្នុងចន្លោះថ្មរួចយកដៃចាប់វាស្មានថាយប់នេះអាចញ៉ាំក្តាមមួយពេលយ៉ាងឆ្ងាញ់ធ្វើជាអាហារសម្រន់ប៉ុន្តែពេលមើលឲ្យច្បាស់ទើបដឹងថាវាជាក្តាមញីដែលកំពុងពុះដោយគោរពតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពដៃត្រាំងគ្មានជំរើសក៏លែងមេក្តាមនេះទៅវិញឲ្យតែនៅមានជីវិតគឺមិនខ្វះទេអាហារគាត់បន្តរុករកនៅតំបន់ឆ្នេរថ្មវិញ្ញាណនៃការស្វែងរកកំណប់ក៏បានភ្ញាក់ឡើងមើលទៅដុំថ្មណាមួយក៏មានអារម្មណ៍ថាអាចជារបស់មានតម្លៃព្រោះឱកាសក្នុងការរើបានហ្វូស៊ីលនៅលើកោះនេះគឺមានច្រើនណាស់ពីមុនពេលដែលធ្លាប់ជាប់នៅលើកោះដាច់ស្រយាលដៃត្រាំងធ្លាប់រើបានហ្វូស៊ីលខ្យងសមុទ្ររួចយកទៅលក់នៅហាងបញ្ចាំរកបានរហូតដល់ទៅ$2,000តាំងពីបានស្គាល់រសជាតិលុយលើកនោះមករាល់ពេលដែលជាប់នៅលើកោះដាច់ស្រយាលគាត់តែងតែដើររកហ្វូស៊ីលខ្យងសមុទ្រដោយមិនដឹងខ្លួនកោះនេះមានទំហំធំទូលាយណាស់ដូច្នេះក្នុងរយៈពេលខ្លីមិនអាចស្វែងយល់ពីវាបានទាំងអស់ទេដៃត្រាំងបានឃើញពងពណ៌ខ្មៅមួយនៅលើឆ្នេរខ្សាច់ពងទាំងនេះប្រហែលជាត្រូវបានទឹករលកវាយកាត់មកដល់ទីនេះយ៉ាងលឿនគាត់រកបានទីតាំងស័ក្តិសមមួយដើម្បីសង់ជំរកដើមឈើស្ងួតដែលដួលរំបង្កើតបានជាបរិស្ថានបាំងការពារពីធម្មជាតិប្រហែលជាអង្គុយបន្ទោរបងនៅទីនេះក៏មានអារម្មណ៍ស្រួលដែរពេលថ្ងៃត្រង់ព្រះអាទិត្យនៅលើកោះគឺក្តៅខ្លាំងណាស់ដៃត្រាំងរកបានទីតាំងរាបស្មើមួយដើម្បីត្រៀមសង់តង់ប៉ុន្តែឈើបានលេចឡើងនៅលើដីធ្វើឲ្យគាត់បារម្ភថាយប់ឡើងគេងនៅទីនេះនឹងត្រូវវាចាក់ឈឺបន្ទាប់ពីសង់ជំរកសាមញ្ញមួយរួចរាល់ទីបំផុតក៏មានកន្លែងសម្រាប់ជ្រកភ្លៀងនិងបាំងខ្យល់ដៃត្រាំងមិនទាន់បានសម្រាប់ផងក៏ប្រញាប់ត្រឡប់ទៅឆ្នេរថ្មដើម្បីបន្តការរុករកគាត់រើសបានឆ្អឹងមួយដុំដែលស្ទាបទៅឃើញថារឹងណាស់ប្រសិនបើវាជាហ្វូស៊ីលតម្លៃរបស់វាច្បាស់ជានឹងកើនឡើងច្រើនដងប៉ុន្តែមិននឹកស្មានថាគ្រាន់តែគូសពីរដងក៏បែកខ្ទេចឆ្អឹងប្រភេទនេះបានពុកផុយទាំងស្រុងទៅហើយភ្លាមបន្ទាប់ពីនោះដៃត្រាំងក៏រើសបានរបស់មានតម្លៃមួយទៀតនៅលើថ្មពណ៌ព្រះទឹកនោះគឺសម្បកសត្វដែលអាចប្រើជាចានបាននៅលើឆ្នេរថ្មនៅមានអយស្ទរជាច្រើនទៀតដៃត្រាំងប្រើថ្មគូបំបែកសម្បកអយស្ទរដើម្បីយកសាច់អយស្ទរស្រស់នៅខាងក្នុងស្ទើរតែមិនមានការបំពុលដូច្នេះអាចញ៉ាំឈើបានយ៉ាងមានសុវត្ថិភាពរសជាតិគឺដូចដែលវាគួរតែមានប្រៃផ្អែមមិនល្វីងនិងគ្មានក្លិនភប់អស្ចារ្យណាស់បន្ទាប់ពីស្វែងយល់ទ្រឹស្ដីពីកោះដាច់ស្រយាលនេះដៃត្រាំងគិតថាធនធានរួមនៅទីនេះគឺសម្បូរបែបគួរសមស័ក្តិសមណាស់សម្រាប់ការរស់រានមានជីវិតយូរអង្វែងទេសភាពក៏ស្រស់ស្អាតណាស់ដែរប្រសិនបើមានដើមដូងច្រើនទៀតគឺកាន់តែល្អតាមផ្លូវលំតូចមួយគាត់បន្តរុករកនិងបានរកឃើញថានៅលើកោះមានសត្វស្លាបធំជាច្រើនបើសិនជាអាចច្នៃភ្នំមួយបានដោយខ្លួនឯងនោះអ្វីដែលហើរលើមេឃរត់លើដីរហែលក្នុងទឹកសុទ្ធតែអាចក្លាយជាចំណីរបស់គាត់បានដៃត្រាំងថែមទាំងប្រទះឃើញឆ្អឹងខ្នងមួយកំណាត់នៅលើដីមិនដឹងថាជាសល់ពីសត្វមួយណាទេនៅលើកោះនេះមានថ្មរលីជាច្រើនតែមើលទៅដូចជាអាចកាយស័ក្តិសមណាស់សម្រាប់ធ្វើជាអាវុធគប់របស់អ្វីក៏អាចមានតម្លៃប្រើប្រាស់របស់វាដែរនៅលើកោះនេះឧទាហរណ៍ដូចជាថាសឈើនេះអាចប្រើសម្រាប់ដាក់របស់របរមានឫសឈើដាច់មួយដុំលេចឡើងយ៉ាងឯកោបន្ទាប់ពីទឹកចូលច្បាស់ជានឹងត្រូវលេចដៃត្រាំងបានចូលទៅក្នុងរន្ធដាំឈើមួយក្នុងពេលនេះមានអារម្មណ៍ថាខ្លួនឯងដូចជាអ្នកតាជំងឺក្នុងរន្ធឈើអ្នកដែលចូលចិត្តនិយាយអាចកំបាំងប្រាប់រន្ធដាំឈើប្រសិនបើមកទីនេះប្រហែលជានឹងត្រូវដៃត្រាំងឆ្លៀតស្ដាប់ឡើងព្រឺសម្បូរគាត់ក៏ឆ្ងល់ដែរថាបើភ្លៀងធ្លាក់ខ្លាំងលាក់ខ្លួនទីនេះតើនឹងត្រូវរន្ទះបាញ់ឬអត់នៅលើឆ្នេរថ្មមានបំណែកទ្រនាប់ស្បែកជើងដែលបាក់តាមពិតវាជាឆ្អឹងខ្នងរបស់មឹកដោយផ្អែកលើឆ្អឹងនេះអាចទីបានថាមឹកនោះយ៉ាងហោចណាស់ក៏ធ្ងន់ប៉ុន្មានគីឡូដែរក៏សង្ឃឹមថាពេលយប់អាចចាប់បានមឹកដ៏ធំបែបនេះមួយក្បាលនៅលើកោះមានអតិថិធសត្វធំជាច្រើននៅសេសសល់មូលហេតុដែលពួកវាស្លាប់នៅទីនេះប្រហែលជាមានច្រើនយ៉ាងមានអ្នកណាទីដឹងទេថាជាអតិថិធរបស់សត្វប្រភេទណាការសន្និដ្ឋានរបស់ដៃត្រាំងមិនមែនគ្មានហេតុផលទេមើលលាកក្បាលក្នុងដៃអាចទីថាវាធ្លាប់ជាសត្វព្រៃដ៏ធំមួយសត្វធំបែបនេះដែលត្រូវស្លាប់យ៉ាងវេទនាលើឆ្នេរខ្សាច់នោះមានលទ្ធភាពច្រើនថានៅលើកោះនេះមានសត្វដែលគ្រោះថ្នាក់នឹងមានទំហំធំជាងនេះទៅទៀតលើសពីនេះនៅលើកោះមានបំណែកឆ្អឹងសមុទ្របែបនេះជាច្រើនដូច្នេះមើលទៅទីនេះក៏គ្រោះថ្នាក់គួរសមដែរចុះបើមានបិសាចឆ្លងវិទ្យុសកម្មនោះការរស់នៅលើកោះនេះច្បាស់ជាវេទនាហើយនៅជិតឆ្នេរដៃត្រាំងរកបានទីតាំងដ៏ល្អមួយបើសង់ជំរកនៅទីនេះច្បាស់ជាមានផាសុកភាពខ្លាំងចំណុចខ្សោយតែមួយគត់គឺក្នុងគុម្ពោតព្រៃមានសត្វព្រៃជាច្រើនសំឡេងរ៉ៃយំរំខានធ្វើឲ្យគាត់ពិបាកគេងដូច្នេះគាត់បានចងអង្រឹងមួយនៅក្នុងព្រៃកោងកាងឲ្យតែពេលទឹកចូលកម្ពស់ទឹកមិនលើសពី1ម៉ែត្រគឺមិនអីទេដៃត្រាំងរៀបចំរួចរាល់យ៉ាងរហ័សអង្រឹងនិងមុងការពារមូសបន្ទាប់ពីរៀបចំរួចរាល់នៅតែត្រូវរងចាំ5 ទៅ 6 ម៉ោងទៀតទើបយប់ក្នុងអំឡុងពេលចេញទៅឆ្នេរថ្មរកអាហារគាត់បានឃើញគ្រឿងសមុទ្រជាច្រើនប្រភេទដែលមើលទៅដូចជាខ្យងតាមពិតពួកវាត្រូវបានគេហៅថាជីតូដែលអាចរកឃើញនៅលើថ្មពេលទឹកស្រកគាត់ធ្លាប់ឃើញ blogger កូរ៉េញ៉ាំរបស់ប្រភេទនេះក្នុងរបស់វាមានសម្បករឹងណាស់ដូច្នេះត្រូវតែបកសម្បកចេញទើបញ៉ាំបានជាទូទៅត្រូវស្ងោរឲ្យឆ្អិនទើបអាចបកបានទោះបីជាសាច់មិនច្រើនប៉ុន្តែធ្វើជាអាហារពេលល្ងាចក៏មិនអីដែរ
ដៃត្រាំងចង់រកអីស្ទនៅក្នុងព្រៃកោងកាំងប៉ុន្តែរកមិនឃើញតែជំនួសមកវិញនៅក្នុងប្រហោងឈើមានខ្យងសមុទ្រតូចគួរសមខ្យងទាំងនេះមិនត្រឹមតែអាចញ៉ាំបានទេថែមទាំងអាចប្រើជានុយស្ទូចត្រីទៀតផងគាត់បានប្រទះឃើញខ្សែពួរថ្មីមួយបាច់នៅមាត់ច្រាំងខ្សែដែលគេបោះចោលនេះអាចយកទៅធ្វើជាខ្សែសន្ទូចឬសង់ចម្រុះបាននៅលើកោះដាច់ស្រយាលនេះរបស់ដែលគេបោះចោលនីមួយអាចក្លាយជាវត្ថុមានតម្លៃសម្រាប់ការរស់រានមានជីវិតឧទាហរណ៍ដូចជាមួកសុវត្ថិភាពដែលគេបោះចោលនេះអាចការពារក្បាលបាននៅក្នុងដបជ័រតែសេះសល់នៅលើកោះអាចមានផ្ទុកទឹកសាបប៉ុន្តែត្រូវបែងចែកឲ្យច្បាស់ថាវាមានសុវត្ថិភាពក្នុងការផឹករត់បើផឹកច្រឡំតែទឹកកកដែលគេបោះចោលក៏មិនសូវអីដែរតែបើខាងក្នុងឡើងផ្សិតទៅហើយនោះវានឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពេលវេលាចេះតែកន្លងផុតទៅខណៈដែលដៃត្រាំងកំពុងរករកលើកោះព្រះអាទិត្យលិចកោះក៏ចាប់ផ្ដើមងឹតអាចខ្វះអាហារបានប៉ុន្តែដាច់ខាតត្រូវតែមានភ្លើងគាត់ប្រមូលស្មៅងាប់នៅតាមមាត់ច្រាំងដើម្បីធ្វើជាប្រឆេះនៅលើកោះរបស់ដែលមិនខ្វះបំផុតគឺអុសគ្រាន់តែឈោងដៃកាច់ដាំឈើណាមួយក៏បានអស់រាប់គីឡូដែរក្រោយពីរៀបចំអុសគ្រប់គ្រាន់ហើយជំហានបន្ទាប់គឺការបង្កាត់ភ្លើងការគង់ឈើដើម្បីយកភ្លើងគឺជាវិធីដែលគេនិយមប្រើបំផុតពេលរស់រានមានជីវិតនៅលើកោះដៃត្រាំងបានជ្រើសរើសបន្ទះឈើមួយដែលវែងនិងស្ដាងរួចប្រើដៃញីវាជាបន្តបន្ទាប់អ្នកណាដែលធ្លាប់មើលទស្សនវិជ្ជានៃការរស់រានមានជីវិតនៅលើកោះដឹងហើយថាវិធីនេះគឺហត់ចង់ដាច់ដៃសូម្បីតែបុរសដែលជាប់នៅលើកោះរាល់ថ្ងៃដូចដៃត្រាំងនេះក៏ត្រូវចំណាយពេលរាប់ម៉ោងក្នុងការឃុំឈើយកភ្លើងដែរគាត់ក៏ទទួលបានលទ្ធផលដូចបំណងយ៉ាងឆាប់រហ័សមានភ្លើងនៅលើកោះដាច់ស្រយាលមានន័យថាមានអ្វីទាំងអស់ភ្លើងអាចប្រើសម្រាប់ចម្រាញ់ទឹកសមុទ្រយកទឹកសាបព្រមទាំងអាចចម្អិនអាហារបានដោយសារខ្យល់សមុទ្របកខ្លាំងដូច្នេះដៃត្រាំងបានរើសថ្មជាច្រើនមករៀបជុំវិញដើម្បីធ្វើជាចង្ក្រានការពារឲ្យអណ្ដាតភ្លើងអាចឆេះបានបន្តបន្ទាប់ដោយមិនត្រូវខ្យល់បក់រលត់ក្នុងពេលដែលគាត់កំពុងរវល់រៀបចំភ្នក់ភ្លើងក៏ចាប់ផ្ដើមឃ្លានបាយហេតុនេះដៃត្រាំងពាក់ពើហើយមកចូលទៅក្នុងទឹកដើម្បីរកអាហារនៅក្នុងតំបន់ដែលគាត់មុជទឹកមានត្រីបំពង់មួយក្បាលដែលរៀបនឹងគេងគាត់មិនបានគិតច្រើនក៏លូកដៃទៅចាប់ភ្លាមប៉ុន្តែមិននឹកស្មានថាប្រតិកម្មរបស់ត្រីនេះលឿនដល់ថ្នាក់នេះសោះសាកល្បងចាប់ជាច្រើនដងជាប់គ្នានៅតែមិនបានជាមួយនឹងចរិតរឹងរូសគាត់នៅតែតម្រង់ទៅចាប់តែត្រីមួយក្បាលនោះប៉ុន្តែចុងក្រោយនៅតែបរាជ័យគ្មានជំរឿសក៏បង្វែរទៅរើសជីតុនដែលតោងនៅលើថ្មប៉ព្រះទឹកវិញគ្រាន់តែប្រើកាំបិតគូសស្រាលគឺអាចយកវាបានសាច់របស់ជីតុនមួយក្បាលស្មើនឹងខ្យងប៉ៅគឺតូចមួយក្បាលដែរដូច្នេះតាមពិតវាក៏មានសាច់ច្រើនគួរសមអាហារពេលល្ងាចថ្ងៃនេះគឺជីតុននិងខ្យងសមុទ្ររួមទាំងក្តាមតូចមួយដែលចាប់បានពេលទៅរកគ្រឿងសមុទ្រទាំងនេះចូលទៅក្នុងឆ្នាំងដែកដើម្បីស្ងោរជាមួយទឹកសមុទ្រដើម្បីស្ងោរគ្រឿងសមុទ្របានក្លាយជាទម្លាប់នៃការញ៉ាំរបស់គាត់ទៅហើយគ្រឿងផ្សំសម្រាប់អាហារពេលល្ងាចថ្ងៃនេះគឺសម្បូរបែបណាស់ដោយមានក្តាមខ្យងសមុទ្រនិងជីតុនមិននឹកស្មានថាគ្រាន់តែថ្ងៃដំបូងដែលជាប់នៅលើកោះដាច់ស្រយាលក៏អាចញ៉ាំគ្រឿងសមុទ្របានមួយពេលដូចប៊ូហ្វេអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺទោះបីជាមានត្រីអាំងតូចមួយក្បាលតែគ្រឿងសមុទ្រតូចទាំងនេះគ្រាន់តែស្ងោរធម្មតាក៏ឆ្អិនបាត់ទៅហើយទឹកស៊ុបគ្រឿងសមុទ្រនេះបើយកទៅស្លមីគឺមិនហ៊ានស្រមៃថានឹងឆ្ងាញ់ដល់កម្រិតណាទេអញ្ចឹងដៃត្រាំងតាមលំដាប់បានស្រង់វាចេញដើម្បីទុកឲ្យត្រជាក់មកដៃត្រាំងភ្លុកមើលមុនគេនៅប្រភេទជីតុនដែលមើលទៅដូចអក្សរគ្នាក្រោយពេលស្ងោរឆ្អិនសម្បកខាងក្រៅអាចបកចេញបានយ៉ាងងាយគាត់បកសម្បកវារួចប្រើសម្បកនោះដើម្បីកោសសម្អាតគ្នាខាងក្រៅប៉ុន្មានក៏បានសាច់ស្អាតមួយដុំពេលខាំទៅគឺស្រួយណាស់រសជាតិស្រស់ផ្អែមនិងស្វិតជាងខ្យងប៉ៅគឺទៅទៀតបន្ទាប់ពីភ្លុកជីតុនរួចបន្តមកទៀតគឺប្រភេទខ្យងសមុទ្រតូចដៃត្រាំងទាញយកសាច់ខ្យងចេញមកទាំងមូលរួចក៏បោះចោលផ្នែកកន្ទុយពណ៌លឿងធ្វើបែបនេះតើមិនរៀងខ្ជិះខ្ជីបន្តិចទេអាហារពេលល្ងាចនៅមានក្តាមពីងតូចមួយក្បាលទៀតក្តាមប្រភេទនេះនៅពេលទឹកស្រកតែងតែតោងជាប់យ៉ាងក្រាស់នៅលើថ្មកាច់វាគឺអាចដាក់ចូលមាត់ញ៉ាំបានតែម្ដងដៃត្រាំងពិតជាមិនចង់ខ្ជិះខ្ជីតតែសោះអាហារពេលល្ងាចបានញ៉ាំរួចរាល់ហើយប៉ុន្តែរវល់ពេញមួយយប់មានអារម្មណ៍ថាដូចមិនទាន់បានញ៉ាំអ្វីសោះទោះយ៉ាងណាក៏ចាត់ទុកថាបានញ៉ាំគ្រឿងសមុទ្រប៊ូហ្វេមួយពេលព្រលឹមថ្ងៃបន្ទាប់ដៃត្រាំងក្រោកពីគេងដើម្បីបន្តការរុករកនៅលើឆ្នេរខ្សាច់ក៏មានលេចចេញនៅរបស់ប្លែកជាច្រើនទៀតគាត់បានចាប់អារម្មណ៍ទៅលើកង់ពណ៌ខៀវមួយដែលអាចយកទៅប្រើសម្រាប់ការស្ទូចត្រីក៏បានបន្ទាប់មកដៃត្រាំងបានចូលទៅក្នុងព្រៃកោងកាំងដើម្បីបន្តការរុករកពេលថ្ងៃស្អែកក៏តែមិនទទួលបានលទ្ធផលច្រើនបានសោះពេលចាប់គ្រឿងសមុទ្រគាត់ក៏សាកល្បងបដូរទៅស្ទូចត្រីវិញគាត់ប្រើកាំបិតពុះកំណាត់ឈើស្ងួតមួយដុំបំរុងរកដង្កូវពីរបីក្បាលនៅក្នុងនោះដើម្បីធ្វើជានុយស្ទូចត្រីយ៉ាងលឿនក៏បានរកឃើញរបស់ថ្លាមួយនឹកស្មានមិនដល់ថាគាត់ញាត់វាចូលមាត់ភ្លុកមើលផ្ទាល់តែម្ដងខ្ញុំមើលទស្សនវិជ្ជានេះហើយខួរក្បាលហាក់ដូចជាកប់តើនេះជាចាហួយមែនទេមិនក៏ថាញ៉ាំគឺញ៉ាំតែម្ដងអញ្ចឹងដៃត្រាំងមានអារម្មណ៍ថានៅក្នុងកំណាត់ឈើនេះនៅមានចាហួយបែបនេះជាច្រើនទៀតគូស្រាលគឺទឹកបាញ់ចេញមកបន្ទាប់ពីវាបំបែកកំណាត់ឈើខាងក្នុងត្រូវបានដង្កូវស៊ីប្រហោងអស់ទៅហើយនៅមាត់ច្រាំងមានឈើស្ងួតជាច្រើនដែលត្រូវដង្កូវស៊ីបែបនេះគាត់ពុះកំណាត់ឈើដែលខ្មៅមួយខាងក្នុងសុទ្ធតែដង្កូវគ្រាន់តែទាញស្រាលក៏ទាញបានដង្កូវមួយក្បាលប្រវែងជាង10សង់ទីម៉ែត្រសម្រាប់ដៃត្រាំងដង្កូវទាំងនេះគឺឆ្ងាញ់ជាងគ្រឿងសមុទ្រទៅទៀតគាត់លីកំណាត់ឈើនោះទាំងមូលត្រឡប់ទៅជំរុំដើម្បីញ៉ាំតែម្ដងបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចដៃត្រាំងបន្តរុករកនៅលើកោះគាត់រើសបានរបស់ប្លែកជាច្រើន
រួចយ៉ាងលឿនក៏ធំក្លិនស្អុយមួយលើសពីនេះទៅទៀតគឺក្លិនសាកសពស្អុយរលួយយ៉ាងខ្លាំងគាត់ដើរតាមក្លិននោះដើម្បីស្វែងរកប្រភពនឹកស្មានមិនដល់ថានៅជ្រុងមួយនៃកោះស្រាប់តែបានឃើញការពិតក្លិនសាកសពស្អុយរលួយយ៉ាងខ្លាំងធ្វើឲ្យដៃត្រាងមិនហ៊ានចូលចិត្តនៅលើឆ្នេរខ្សាច់មានលេចចេញនៅសត្វក្តានងាប់មួយក្បាលកាលពីម្សិលមិញនៅមិនទាន់ធំក្លិនស្អុយនេះទេផ្អែកតាមអាកាសធាតុនៅលើកោះសត្វក្តាននេះប្រហែលជាទើបតែញាប់ក្នុងរង្វង់1ទៅ2ថ្ងៃប៉ុណ្ណោះប្រសិនបើរាវរកឃើញលឿនជាងនេះអាចនឹងបានញ៉ាំសាច់ក្តានមួយពេលដៃត្រាងស្ដាយសាច់រាប់រយគីឡូនេះយ៉ាងខ្លាំងឈរនៅលើឆ្នេរខ្សាច់តែប៉ុន្មាននាទីគឺត្រូវក្លិនស្អុយភីមកតតែទ្រាំលែងបានក្លិនសាកសពស្អុយរលួយពិតជាការវាយប្រហារមួយសម្រាប់ដៃត្រាងក្នុងនាមជាម្ចាស់កោះគាត់ពិតជាមិនព្រមចុះចាញ់ឡើយភ្លាមនោះក៏កាន់ដំបងត្រឡប់មកវាយក្បាលសត្វនេះយ៉ាងខ្លាំងខ្ញុំពិតជាមិនយល់សោះថាពួកគេមានគំនុំធំដុំអ្វីបានជាវាយខ្លាំងម្ល៉េះស្មានតែរឿងចប់ត្រឹមនេះអ្នកណាទៅនឹកស្មានថាដៃត្រាងគ្រាន់តែចេញទៅក្រៅដកដង្ហើមព្រោះក្លិនស្អុយខ្លាំងពេករួចក៏ត្រឡប់មកវិញបន្ទាប់មកថែមទាំងលើកដុំធ្មមួយដុំវាសង្កត់យ៉ាងខ្លាំងទៀតធ្វើឲ្យញ៉ៃញ៉ៃបែបនេះគ្រាន់តែដើម្បីយកស្នែងពីរបីក្តាន់មករំងាស់ស៊ុបផឹកប្រហែលជាមិនមានរសជាតិឆ្ងាញ់អ្វីទេកោះដាច់ស្រយាលនេះពិតជាចម្លែកណាស់ខាងក្រៅគឺជាឆ្នេរខ្សាច់បន្ទាប់មកគឺព្រៃកោងកាំងគ្រប់ដណ្ដប់អ្នកណាទៅនឹកស្មានខាងក្នុងកោះបែរជាមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបែបនេះទៀតជាងនេះទៅទៀតនៅពេលទឹកចូលទឹកសមុទ្រក៏មិនលេចមកដល់ទីនេះដែរពេលថ្ងៃសីតុណ្ហភាពនៅលើកោះខ្ពស់ពេកដើម្បីជៀសវាងការរលាកស្បែកដោយសារដៃត្រាងត្រូវតែលាក់ខ្លួននៅក្រោមព្រៃកោងកាំងដើម្បីសម្រាកពេលល្ងាចគាត់ត្រៀមមុជទឹកដើម្បីចាប់ចំណីរើបានដើមឫស្សីត្រង់និងរឹងមួយដើមបំរុងនឹងឆ្នៃវាឲ្យទៅជាលំពេងចាក់ត្រីបែបបុរាណដើម្បីចាប់ក្តាមឬចាប់ត្រីឲ្យបានងាយស្រួលគាត់បំពាក់ខ្សែចុងកៅស៊ូមួយដើម្បីបង្កើតកម្លាំងយឺតនៅលើទូឫស្សីរួចបំពាក់ក្បាលលំពេងដ៏មុតស្រួចនៅចុងម្ខាងទៀតធ្វើបែបនេះបានបង្កើតនៅលំពេងចាក់ត្រីមួយដែលមានកម្លាំងសម្រាប់យ៉ាងខ្លាំងអ្នកណាដែលបានមើលពេលមុនច្បាស់ជាដឹងហើយលំពេងចាក់ត្រីឆ្នៃដោយខ្លួនឯងរបស់ដៃត្រាងធ្លាប់បានជួយគាត់ឲ្យទទួលបានសេរីភាពក្នុងការញ៉ាំគ្រឿងសមុទ្រនៅលើកោះលើកនេះបើមានសំណាងប្រហែលជានឹងបានញ៉ាំជប់លៀងគ្រឿងសមុទ្រទៀតហើយប៉ុន្តែខណៈពេលដែលកំពុងរុករកនៅមាត់សមុទ្រដៃត្រាងរើបានរបស់មានតម្លៃមិនតិចទេបន្ទាប់មកលើកលំពេងឡើងខ្ពស់តែងខ្លួនជាអ្នកខ្លាំងពូកែដូចជាស្ដេចសមុទ្រចាក់លំពេងយ៉ាងខ្លាំងចុះទៅក្នុងសមុទ្រជាការចាប់ដើមការចាប់ត្រីដ៏កាចសាហាវធ្វើឲ្យត្រីបង្គានៅក្រោមសមុទ្រសុទ្ធតែភ័យខ្លាចមិនហ៊ានបញ្ចេញមុខដូច្នេះការចេញប្រមាញ់លើកនេះត្រូវបានប្រកាសថាបរាជ័យមើលទៅមានតែរងចាំដល់មេឃងឹតទើបទៅចាប់នៅមាត់សមុទ្រដើម្បីសាកល្បងសំណាងសង្ឃឹមថាសម្បកខ្យងណូទីលូសដែលមានក្បាច់ខ្លាខិននេះអាចនាំសំណាងដល់គាត់នៅពេលយប់ក្តាមតូចចាប់ផ្ដើមចេញមករកស៊ីដៃត្រាងសម្រាប់ចិត្តបង្កាត់ភ្នក់ភ្លើងមួយនៅមាត់ច្រាំងលើកនេះគាត់ប្រើវិធីបង្កាត់ភ្លើងដោយថ្មបន្ទាប់ពីទៅស៊ូគោះថ្មមិនឈប់ចុងក្រោយក៏បង្កាត់ភ្លើងបានសម្រេចបង្កាត់ភ្លើងរួចគាត់កាន់លំពេងដើរប្រមាញ់តាមបណ្ដោយឆ្នេរដើរបានមួយសន្ទុះស្រាប់តែប្រទះឃើញក្តាមមួយក្បាលនៅលើថ្មប្រហែលជាវាកំពុងដេកដូច្នេះគាត់ងាយស្រួលចាប់វាបានក្តាមប្រភេទនេះមើលទៅស្រដៀងនឹងថ្មណាស់ហើយមិនសូវមានសាច់ច្រើនដូចក្តាមសមុទ្រទេលើសពីនេះវាជាក្តាមញីដូច្នេះគាត់ក៏សម្រេចចិត្តលែងវាទៅវិញបន្ទាប់ពីទឹកស្រកតំបន់ព្រៃកោងកាំងគឺជាកន្លែងដែលមានក្តាមច្រើនជាងគេប៉ុន្តែក្តាមសមុទ្រធំចូលចិត្តតែព្រៃកោងកាំងដែលមានភពប៉ុណ្ណោះចំណែកឯតំបន់ព្រៃកោងកាំងដែលមានថ្មបែបនេះទោះបីជាមានក្តាមមិនតិចទេប៉ុន្តែភាគច្រើនសុទ្ធតែជាប្រភេទក្តាមថ្មក្រៅពីនេះនៅមានក្តាមពីងពីងដែលរហ័សរហួនណាស់ក្តាមពីងពីងប្រភេទនេះមិនធំទេនៅលើស្នូកមានក្បាច់ហើយដងខ្លួនសំប៉ែតញ៉ាំទៅមិនអាចឆ្អែតទេប៉ុន្តែយកធ្វើជាអាហារសម្រន់ក៏គួរសម្ដែងអាហារពេលល្ងាចចំសិលមិញដៃត្រាងបានញ៉ាំប៉ុន្មានក្បាលនៅមាត់សមុទ្របែបនេះដូច្នេះក៏ចង់បដូររសជាតិបាត់ទៅហើយគាត់ក៏ឆ្លៀតចាប់បានក្តាមព្រៃកោងកាំងមួយក្បាលក្តាមប្រភេទនេះក្នុងការរស់រានមានជីវិតលើកមុនគាត់បានញ៉ាំច្រើនណាស់សាច់ច្រើនជាងក្តាមពីងពីងបន្តិចប៉ុន្តែគ្រាន់តែពឹងផ្អែកលើក្តាមគឺនៅតែមិនអាចបំពេញក្រពះបានទេដោយនឹកឃើញដូច្នេះដៃត្រាងកាន់លំពេងបន្តចុះសមុទ្រមានលំពេងជាជំនួយការចាប់ត្រីក៏ងាយស្រួលជាងមុនច្រើនផ្លែសមុទ្រធំប៉ុនកណ្ដាប់ដៃគាត់ក៏មិនខ្ជិលចាប់អារម្មណ៍ដែរព្រោះផ្លែសមុទ្រភាគច្រើនញ៉ាំសរីរាង្គខាងក្នុងតែជនបរទេសច្រើនតែមិនចូលចិត្តញ៉ាំគ្រឿងក្នុងបើមិនឲ្យតម្លៃផ្លែសមុទ្រទៅហើយនោះរឹតតែមិនបាច់និយាយដល់ខ្យងសមុទ្រដែលធ្ងន់ជិតកន្លះគីឡូទាំងនេះទេពួកវាពិតជាមិនអាចចូលក្នុងបញ្ជីមុខម្ហូបរបស់ដៃត្រាងបានឡើយទោះបីជានៅលើកោះដែលមានប្រភពគ្រឿងសមុទ្រសម្បូរបែបប៉ុន្តែគាត់នៅតែមិនអាចបោះបង់ទម្លាប់រើសចំណីបានរវល់ពេញមួយយប់ចាប់បានត្រីតែពីរក្បាលគត់ទោះបីជាមិនធំប៉ុន្តែក៏ល្មមអាចញ៉ាំឆ្អែតបានមួយពេលដៃត្រាងដាក់ត្រីផ្ទាល់នៅលើរងើកភ្លើងដើម្បីអាំងពេញមួយថ្ងៃគ្រាន់តែធំក្លិនត្រីអាំងក៏ទឹកមាត់ស្រក់មកមិនឈប់ប្រហែល10នាទីក្រោយមកត្រីក៏ឆ្អិនល្អសម្បកដែលខ្លោចខ្មៅខាងក្រៅមិនមានផលប៉ះពាល់ទាល់តែសោះដល់ផ្នែកសាច់ខាងក្នុងព្រោះពេលអាំងត្រីដៃត្រាងមិនបានខុសស្រកាទេស្រកាត្រីជួយរក្សាជាតិទឹកបានយ៉ាងល្អដូច្នេះទោះបីជាអាំងក្នុងសីតុណ្ហភាពខ្ពស់សាច់ត្រីនៅតែទន់និងមានជាតិទឹកញ៉ាំឆ្អែតរួចក្តាមមួយក្បាលនេះក៏ក្លាយជាសត្វចិញ្ចឹមសម្រាប់កំសាន្តក្រោយអាហាររបស់ដៃត្រាងគាត់ប្រើដៃព្យាយាមលូកចូលទៅក្នុងដង្កៀបក្តាមជានិច្ចពេលវេលាឈានចូលដល់ថ្ងៃទី3បន្ទាប់ពីភ្ញាក់ពីគេងដៃត្រាងកាន់លំពេងទៅប្រមាញ់លើដើមឈើប៉ុន្តែគួរឲ្យស្ដាយមិនចាប់បានអ្វីសោះកំណាត់ឈើស្ងួតនៅលើដីគឺជាឃ្លាំងស្តុកទុកអាហាររបស់ពួកវាគាត់ពុះកំណាត់ឈើមួយជាពីរក៏ឃើញខាងក្នុងមានប្រហោងពេញដង្កូវមើលទៅដូចជាសត្វលូតខាងក្នុងនេះហើយគឺជាអាហារដែលដៃត្រាងកំពុងស្វែងរកសម្រាប់គាត់ដង្កូវទាំងនេះឆ្ងាញ់ជាងគ្រឿងសមុទ្រទៅទៀតដង្កូវទាំងនេះនៅក្នុងឈើស្ងួតនេះច្បាស់ជាត្រូវបានគាត់ញ៉ាំមានអារម្មណ៍ថាផ្អែមនិងស្រស់ណាស់នៅក្នុងកំណាត់ឈើមួយមានដង្កូវប្រភេទនេះជាច្រើននៅលើឆ្នេរខ្សាច់ក៏មានឈើស្ងួតបែបនេះជាច្រើនដែរពេលទំនេរយកមកញ៉ាំជាអាហារសម្រន់ក៏ល្អការរស់រានមានជីវិតលើកោះដាច់ស្រយាលដែលរំលងជប់លៀងគ្រឿងសមុទ្រដើម្បីទៅរកដង្កូវនៅក្នុងឈើស្ងួតគឺមានតែដៃត្រាងទេកំណាត់ឈើមួយបែបនេះជាទូទៅមានប្រហោងដង្កូវប្រហែល10មានន័យថាយ៉ាងហោចណាស់គាត់អាចរកបានដង្កូវ10ក្បាលដើម្បីញ៉ាំដង្កូវឈើទាំងនេះហាក់ដូចជាបានក្លាយជាអាហារពេលព្រឹកដែលមិនអាចខ្វះបានរាល់ពេលភ្ញាក់ពីគេងរបស់ដៃត្រាងញ៉ាំអាហារពេលព្រឹករួចគាត់ក៏ដូចធម្មតាបន្តរករកនៅលើកោះនៅលើថ្មប៉ព្រះទឹកគាត់រកឃើញហ្វូស៊ីលខ្យងសមុទ្រខ្យងទាំងមូលបានរលាយចូលគ្នាជាមួយថ្មយកមកវាបំបែករួចសម្លៀងដុសខាត់ហើយធ្វើជារបស់សន្សំក៏ល្អដែរបច្ចុប្បន្នគឺជារដូវក្តៅដ៏សែនក្តៅនៃមហាសមុទ្រប៉ាស៊ីហ្វិកពេលថ្ងៃដៃត្រាងខ្លាចត្រូវហៅខ្លួនក្រោមពន្លឺព្រះអាទិត្យដូច្នេះក៏កាន់លំពេងចុះសមុទ្រមួយទឹកប្រមាណចំណីតំបន់មួយទឹកគឺទឹកក្តៅណាស់
នៅបាតសមុទ្រមានលេខចេញផ្កាយសមុទ្រធំជាច្រើនប៉ុន្តែពួកវាមិនស្ថិតក្នុងបញ្ជីអាហាររបស់គាត់ទេនៅពេលហែបន្តិចម្ដងទៅតំបន់ទឹកជ្រៅនោះចំនួនត្រីសមុទ្រចាប់ផ្ដើមកើនឡើងអណ្ដើកសមុទ្រធំលេខឡើងគ្រប់ទីកន្លែងរួមជាមួយនឹងហ្វូងត្រីតូចហែជាក្រុមនៅក្នុងផ្កាថ្មហាក់ដូចជាអណ្ដើកសមុទ្រកាន់តែចូលចិត្តរស់នៅតំបន់នេះជាងដៃត្រាងកាន់លំពែងរងចាំចំណីពេលមានហ្វូងត្រីហែកាត់មុខគាត់គ្រាន់តែតម្រង់ធម្មតារួចចាក់លំពែងគឺអាចត្រូវចំត្រីអភ័ព្វមួយក្បាលភ្លាមនោះគឺជាត្រីមានបន្លាកន្ទុយនៅលើព្រុយរបស់វាមានជាច្រើនបន្លាមុតស្រួចដូច្នេះអ្នកនេសាទក្នុងស្រុកហៅវាថាត្រីកន្ទុយបន្លាពេលចាប់ត្រីប្រភេទនេះដាច់ខាតត្រូវតែប្រយ័ត្នបើមិនដូច្នេះទេងាយនឹងមុតដៃណាស់ដៃត្រាងបន្តកាន់លំពែងស្វែងរកគោលដៅបន្ទាប់នៅក្នុងសមុទ្រហ្វូងត្រីធំឆ្ងាញ់គាត់បែរជាមិនចាប់អារម្មណ៍ចំណោមត្រីរាប់ពាន់ក្បាលមើលចុះមើលឡើងនៅតែមិនអាចជ្រើសរើសបានមួយក្បាលណាដែលត្រូវចិត្តពេលដែលចាប់ផ្ដើមរើសចំណីបង្ហាញថាគាត់នៅមិនទាន់ឃ្លានទេថ្ងៃនេះប្រមូលផលបានត្រឹមតែត្រីកន្ទុយបន្លាមួយក្បាលគត់ត្រីញាប់ហើយពណ៌របស់វាក៏រលុបបន្តិចម្ដងរូបរាងខ្មៅស្រអាប់នេះមើលទៅធ្វើឲ្យគេបាត់បង់ចំណង់អាហារអស់មួយចំនួនបើត្រីមួយក្បាលនេះដៃត្រាងស្រាប់តែនឹកឃើញដល់លើកមុនចាប់បានមឹកនៅលើកោះរួចប្រមូលទឹកមឹកដើម្បីគូគំនូលើកនេះគាត់ចង់បន្តប្រាត្រីដើម្បីច្នៃប្រឌិតគាត់បានវាខ្សាច់នៅលើឆ្នេរឲ្យរាបស្មើរួចប្រើឫស្សីធ្នមកាយខ្សាច់ចេញមួយស្រទាប់បន្ទាប់មកដាក់ត្រីនៅលើឆ្នេរខ្សាច់និងលាបទឹកមឹកលើខ្លួនត្រីខ្លួនឯងតត្រីគឺខ្មៅស្រាប់ទៅហើយដូច្នេះពេលលាបទឹកមឹកចូលរឹតតែខ្មៅបន្ទាប់មកដៃត្រាងប្រើក្រដាសសង្កត់លើខ្លួនត្រីក៏ទទួលបានផ្ទាំងគំនូមួយដំណើរការនេះចាំបាច់ត្រូវធ្វើឡើងវិញពីរបីដងប៉ុន្តែគំនូដែលទទួលបាននឹងកាន់តែស្រស់ស្អាតការរស់រានមានជីវិតលើកោះដាច់ស្រយាលដែលឈានដល់កម្រិតសិល្បៈខ្ពស់បែបនេះអ្នកចិត្តខាងឯនោះក៏មិនអាចប្រៀបផ្ទឹមបានឡើយពេលមេឃងឹតដៃត្រាងបង្កាត់ភ្នក់ភ្លើងនៅលើឆ្នេរខ្សាច់រួចកាន់លំពែងបន្តចុះសមុទ្រស្ទាបស្ទងត្រីកំពតដែលកំពុងយកសប្បុរសល្អត្រូវគាត់រំខានក៏ប៉ោងពោះខឹងប្រសិនបើដៃត្រាងជីជនជាតិជប៉ុននោះខ្លាចតែត្រីកំពតនេះត្រូវបានគេយកទៅដាក់លើជ្រុញធ្វើជាសាស៊ីមីបាត់ទៅហើយគាត់រើសបានក្តាមនំប៉័ងតូចមួយរូបរាងតូចល្អិតមើលទៅគួរឲ្យស្រឡាញ់ណាស់យប់នេះមុជទឹកសមុទ្រនៅតែមិនទទួលបានអ្វីសោះឡើងគោកដៃត្រាងចាប់ផ្ដើមធ្វើត្រីកន្ទុយបន្លាតែចាប់បានកាលពី3ថ្ងៃនៅតែវះពោះដូចធម្មតានៅលើកោះការអាំងត្រីគឺសាមញ្ញបំផុតគ្រាន់តែយកគ្រឿងក្នុងចេញរួចដោតដោយឈើជាការស្រេចដាច់ខាតកុំខុសស្រកាអាំងទាំងស្រកានឹងជួយរក្សាជាតិទឹកនៅក្នុងសាច់ត្រីក្នុងពេលកំពុងអាំងត្រីសមុទ្រដៃត្រាងនៅដាំទឹកសមុទ្រមួយឆ្នាំងដើម្បីស្ងោរគ្រឿងសមុទ្រនៅលើថ្មប៉ប្រះទឹកមានអយស្ទធំជាច្រើនប្រភេទនេះដូច្នេះក៏ឆ្លៀតអាំងប៉ុន្មានក្បាលក្នុងភ្នក់ភ្លើងតែម្ដងពេលនេះត្រីអាំងក៏ឆ្អិនហើយញ៉ាំត្រីអាំងរួចអយស្ទក៏ឆ្អិនល្មមអយស្ទអាំងនឹងបើកសម្បកដោយខ្លួនឯងងាយស្រួលយកសាច់ខាងក្នុងណាស់អយស្ទនៅលើកោះមួយណាក៏ធំដែរប៉ុន្តែសាច់បែរជាមិនសូវធាត់មួយក្បាលមានតែមួយម៉ាត់គត់ក្រៅពីអយស្ទអាំងនៅមានលៀសសមុទ្រតូចទាំងនេះទៀតគ្រឿងសមុទ្រតូចទាំងនេះញ៉ាំទៅក៏ឆ្ងាញ់គួរសម្ដាយយកចុះវីដេអូរស់រានមានជីវិតលើកោះដាច់ស្រយាលរបស់ដៃត្រាងលើកនេះគឺបញ្ចប់ត្រឹមនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាចុច like និងចុះឈ្មោះ Channel ដើម្បីទស្សនាវគ្គរស់រានមានជីវិតលើកោះជាបន្តទៀត